ប្រាសាទបេងមាលាឬក៏អ្នកភូមិអ្នកស្រុកហៅថាបឹងមាលាបងប្អូនច្បាស់ជាស្គាល់ហើយប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលាឃុំបេងមាលាស្រុកស្វាយលើខេត្តសៀមរាបនៅទិសអាគ្នេយ៍នៃភ្នំកលែនមានចម្ងាយ77គីឡូម៉ែត្រពីទីក្រុងខេត្តសៀមរាបប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សទី12តាមបែបរចនាវត្តអង្គរសង់លើផ្ទៃដីរាបស្មើទំហំ14ហិកតាមានកំពែង3ចិនដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនាប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀមមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តប្រាសាទបេងមាលានេះមានប្រព័ន្ធគូបទឹកពិតជុំវិញប្រហែលជាបណ្ដោយប្រហែល1200ម៉ែត្រនិងទទឹង800ម៉ែត្រដែលព្រះអង្គតំណាងឲ្យមហាសមុទ្រពិតជុំវិញចក្រវាឡបើតាមឯកសារមួយចំនួនប្រាសាទនេះទំនងស្ថាបនាក្រោយអង្គរវត្តចុងនៃសតវត្សទី12ពោលគឺកសាងនៅចន្លោះសម័យសាងអង្គរមុនសម័យកសាងប្រាសាទបាយ័នប្រាសាទបេងមាលាមានហោត្រៃចំនួន4ធំ2នៅខាងក្រៅ2តូច2នៅខាងក្នុងហើយមានផ្តែរចំនួន180ដែលលម្អដោយខ្ញីផ្កានិងរំលេចដោយតួអង្គមនុស្សអាទិទេពរាហូជាដើមទាក់ទងនឹងឈ្មោះប្រាសាទនេះវិញអ្នកខ្លះហៅថាប្រាសាទបឹងមាលាឯអ្នកខ្លះទៀតហៅថាប្រាសាទបេងមាលាមិនមានវត្ថុតាងដាច់ណាត់កំណត់ថាឈ្មោះប្រាសាទនេះជាឲ្យប្រកាសនៅឡើយត្បិតឈ្មោះដែលហៅថាមុខនេះមិនមែនជាឈ្មោះដើមរបស់ប្រាសាទនេះទេគឺគ្រាន់តែជាឈ្មោះដែលអ្នកស្រុកអ្នកភូមិហៅតាមមិត្តបន្តគ្នានៅសម័យក្រោយមកដោយអ្វីត្បិតតែប្រាសាទនេះជួបនឹងកត្តាផ្សេងជាច្រើនធ្វើឲ្យបាត់បង់សវត្ថិភាពជាច្រើនកន្លែងទើបបងអាជ្ញាធរអប្សរាបានកសាងផ្លូវដើរសម្រាប់កំសាន្តភ្ញៀវទេសចរទៅជាតិនិងអន្តរជាតិធ្វើជុំវិញនៃតួនៃប្រាសាទបើបងប្អូនចង់ទៅទស្សនាបងប្អូនកុំភ្លេចទៅចូលរួមទស្សនាប្រាសាទនេះគឺអស្ចារ្យណាស់បងប្អូនអើយចូលទៅដល់ដេញតែតិចភ្នែកឲ្យស្រិបមើលទៅថ្វីត្បិតតែបែកបាក់ខ្លះតែទេសភាពនៅសល់មនុស្សស្ងៀមទេបងប្អូនភ្ញៀវជាតិនៅអន្តរជាតិទៅលេងច្រើនណាស់ឥឡូវរដូវវស្សាក៏ឈានជិតចូលមកដល់ទៀតបើសិនជាបងប្អូនជាតិភ្ញៀវនិងអន្តរជាតិទៅមើលមិនដឹងថាល្អមើលប៉ុណ្ណាទេបងប្អូនភាពអស្ចារ្យនៃដូនតាយើងពិតជាអស្ចារ្យណាស់ថ្វីត្បិតថាវាបែកបាក់ខូចខាតខ្លះប៉ុន្តែចូលទៅដល់មានដើមឈើមែកឈើរុំព័ទ្ធជុំវិញអូយបងប្អូនណាអស្ចារ្យណាស់មើលទៅទេសភាពជាដូនតាយើងរើសថ្មពីណាបានរឹបតនរឹបម៉ឺនសែនតនយកមកកសាងនេះបងប្អូនអើយថ្មរឹបម៉ឺនតនយើងមិនអាចសន្និដ្ឋានបានថាថ្មនេះប្រមាណតនទេតែដេញតែអស្ចារ្យណាបងប្អូនអ្វីបិទតែប្រាសាទនេះនៅឆ្ងាយពីទីក្រុងពីទីប្រជុំជនពិតមែនប៉ុន្តែភ្ញៀវខ្មែរជនជាតិបរទេសឆ្ងាយគឺមកលេងពេញណាបងប្អូនអើយណែនមករត់យករូបភាពមើលក្បាច់រចនាតាមបែបប្រាសាទនាគេថាអស្ចារ្យពិតមែនដូនតាយើងហើយបើថាបងប្អូនយីរុំទៅឲ្យបានម្ដងបងប្អូនកុំចេះថាខ្ញុំតានិយាយប្រាសាទនេះគឺអស្ចារ្យណាស់ទៅដល់មានស្លែដោះជុំវិញដូចយើងនៅក្នុងរជ្ជកាលមួយដែលកសាងប្រាសាទអើយណាបងប្អូនមើលទៅមេឃឈើដើមឈើប៉ាត់ជុំវិញប្រាសាទញាក់សាច់បងប្អូនអើយដូចក្នុងរឿងចែងបានទៅលេងបានជិះកាត់អីកុំភ្លេចទៅចូលលេងបានម្ដងមកឆាកជីវិតមានតែម្ដងទេយើងបានទៅមើលបើថាសម្រាប់ខ្ញុំគឺលើកទីម្ដងហើយដែលបានទៅមើលប្រាសាទនេះលើបតលឺឈ្មោះមិនដែលបានចូលលេងទេជិះតែកាត់អត់ដែលបានទៅចូលលេងថាប្រាសាទបឹងមាលាឬក៏បេងមាលាអ្នកស្រុកហាភូមិតាបឹងមាលានេះយើងទៅជិះកាត់ប៉ុន្តែមិនដែលចូលទេអានេះលើកទីម្ដងហើយដែលបានចូលប្រាសាទនេះបើបងប្អូនជនជាតិខ្ញុំ recommend ថាឲ្យបានទៅលេងម្ដងមកឆាកជីវិតគឺអស្ចារ្យណាស់ប្រាសាទនេះបងប្អូនអើយมันអាចកាត់ថ្លៃបានទេវាផាកផែលក្នុងប្រាសាទអង្គរវត្តដែរបងប្អូនប៉ុន្តែការបែកបាក់ការកត្តាផ្សេងជាច្រើនធ្វើឲ្យប្រាសាទនេះបាត់បង់ខ្លះវាមិន 100% ទេនិយាយពីទេសភាពតាមដងផ្លូវជិះមកប្រាសាទនេះគឺថាញាក់សាច់ឲ្យបងប្អូនអើយដើមឈើតាមមិត្តផ្លូវតាមចូលប្រាសាទមកដេញតែតិចភ្នែកហើយទេសភាពតាមម្ដុំនេះតាមស្រុកស្វាយលឺនេះបងប្អូនដល់ធ្លាប់ដឹងហើយ
គឺថាមានដើមឈើព្រៃព្រឹក្សាធំជាច្រើនជើងភ្នំជិបនឹងភ្នំកលែនជិបនឹងអីជាតិណាបងប្អូនណាជីមកនេះថាថ្ងៃសៅរ៍ថ្ងៃអាទិត្យទៅភ្នែកម្ដងថ្ងៃសៅរ៍ថ្ងៃអាទិត្យនាមបងប្អូននាមគ្នាមកដល់លេងយូរម្ដងអីនេះថាជាតិហើយផ្ទះវីដេអូខ្ញុំមានតែប៉ុណ្ណេះឯងបងប្អូនវីដេអូអត់មានច្រើនទេបើចូលចិត្តវីដេអូនេះកុំភ្លេចចូល follow page ខ្ញុំអ្នកមួយផងបងប្អូនហើយនឹង like comment ដើម្បីឲ្យខ្ញុំមានទឹកចិត្តធ្វើវីដេអូឲ្យបងប្អូនមើលផ្សេងទៀតថតឲ្យបងប្អូនមើលផ្សេងទៀតបងប្អូនកុំភ្លេចណាចុច follow អ្នកមួយផងបងប្អូនបាន follow ផងអរគុណច្រើនបាយបាយបងប្អូនទាំងគ្នាវីដេអូមានតែប៉ុណ្ណេះឯងបាយ